គ្រាន់តែជាអ្នករើសអេតចាយអាចធ្វើឲ្យគ្រួសារឡាខ្ញុំបាត់ចេញពីពិភពលោកមែនទេលោកប៉ាលោកតារបស់កូនគឺជាអ្នកណាកូននៅមិនដឹងទៀតមែនទេមកដល់ពេលនេះហើយកុំសម្ដែងទៀតអីកូនប្រុសចាប់ពីតូចដល់ធំម៉ាក់ដែរកុហកកូនទេមិនមានទេបែបនេះកូនជឿម៉ាក់ទេក៏បានដូច្នេះពួកយើងចាំទៅចាំគ្រួសារឡានឹងបាត់ចេញពីពិភពលោកនេះកូនស្រីតែកូនឮទេពួកគេសុទ្ធតែជាមនុស្សល្ងងកូនឆ្លាតហើយរៀបការជាមួយនឹងលោកឡាទៅខ្ញុំនិយាយហើយខ្ញុំយកតែទាវវូទេលោកពូអ្នកមីងឆ្លៀតឱកាសដែលលោកមិនទាន់មកដល់អ្នកទាំងពីរទៅនៅទីនេះចាំខ្ញុំជាអ្នកទប់ទល់ត្រូវហើយចាំដល់ពេលលោកប្រធានមកយើងដោះស្រាយមិនចេញទេអ្នកទាំងអស់គ្នាកុំបារម្ភមនុស្សដែលមើលតែសម្បកក្រៅដូចគេបន្តិចទៀតនឹងដឹងថាមេខ្ពស់ប៉ុណ្ណេះហើយនៅលើពិភពលោកនេះមិនមានអ្នកណាអាចធ្វើបាបពួកយើងបានទេនិយាយផ្ដេសផ្ដាសមិនចេះខ្មាស់គេឯងនិយាយថានឹងធ្វើឲ្យគ្រួសារណាយើងបាត់បង់ពីពិភពលោកមែនទេគ្រួសារឡារបស់យើងពេលនេះនៅធម្មតាអាឡូមានរឿងហើយក្រុមហ៊ុនរបស់យើងត្រូវបានវាយប្រហារដោយភ្លើងហើយក្រុមហ៊ុនឡារបស់យើងត្រូវបានរំលាយទាំងអស់អ្វីទៅប៉ាមានរឿងអ្វីនឹងក្រុមហ៊ុនរបស់យើងត្រូវបានវាយលុកដោយកងកម្លាំងពេលនេះត្រូវបានរលាយអស់ហើយអ្វីទៅតើអាចទេដែលមកពីពួកគេជាអ្នកធ្វើអ្នកទាំងពីរបានឲ្យលោកតាធ្វើរឿងនេះមែនទេច្បាស់ជាមិនមែនពួកគេហើយមនុស្សដែលបានវាយប្រហារគ្រួសារយើងគឺជាអ្នកប្រយុទ្ធទល់ដែនអ្វីទៅក្រុមអ្នកប្រយុទ្ធទល់ដែនលោកប៉ាហេតុអ្វីបានជាយើងប៉ះពាល់ជាមួយនឹងអ្នកប្រយុទ្ធទល់ដែនទៅប៉ារបស់លោកស្រីលោកគឺជាមេតបប្រមុខចាងថ្ងៃនេះយើងបែរជាបង្ករឿងនៅកម្មវិធីមង្គលការរបស់ចៅគាត់ដឹងហើយនឹងខឹងតាមពិតគឺបែបនេះរឿងគ្រប់យ៉ាងគឺមកពីពួកគេរឿងទាំងអស់មកពីឯងប្រសិនបើមិនមែនមកពីឯងរឿងមិនមែនបែបនេះទេអ្នកទាំងអស់នៅទីនេះរឿងទាំងអស់នេះគឺសុទ្ធតែគេជាអ្នកបង្ករឿងនៅក្នុងកម្មវិធីមង្គលការរបស់កូនលោកប្រធានលោកបង្កឲ្យលោកមេតបប្រមុខចាងខឹងទើបធ្វើឲ្យមានរឿងដល់គ្រួសារឡាច្បាស់ណាស់ថាអ្នកទាំងអស់គ្នានៅទីនេះក៏មិនអាចជៀសផុតបានដែរបង្ករឿងជាមួយនឹងមេតបប្រមុខចាងវាលំបាកជាងស្លាប់ទៅទៀតពេលនេះតើគួរធ្វើបែបណាខ្ញុំស្នើសុំឲ្យចាប់ពួកគេភ្លាមទៅខ្ញុំយកព្រមចាប់ពួកគេភ្លាមទៅចាប់ភ្លាមទៅចាប់ពួកគេទៅបើចង់ចាប់ខ្ញុំទៅកូនប្រុសកុំខ្លាចថ្ងៃនេះគ្មានអ្នកណាប៉ះសំបីចុងក្រចកយើងបានទេថ្ងៃនេះពួកគេច្បាស់ជាស្លាប់មិនខានគ្រាន់តែប៉ះពាល់ដល់ពួកឯងអាចស្លាប់ដែរមែនទេថ្ងៃនេះយើងនឹងធ្វើឲ្យគ្រួសារពួកឯងលុតជង្គង់សំពះនៅនឹងដៃដើម្បីសុំទោសពួកឯងមិនអាចធ្វើអ្វីខ្ញុំបានទេអ្នកទាំងអស់គ្នាជប់ភ្លាមទៅប៉ាឆាប់ឲ្យគេជប់ភ្លាមទៅជប់អ្វីទៅមានតែបះគេចេញក្រៅទេទើបធ្វើឲ្យលោកមេតបចាងនឹងលើកលែងទោសឲ្យពួកយើងបានក៏បានដែរថ្ងៃនេះយើងនឹងធ្វើឲ្យគ្រួសារឡាពួកឯងស្លាប់គ្មានដីកប់នៅមាត់រឿងទៀតមែនទេថ្ងៃនេះយើងនៅធ្វើឲ្យពួកឯងបានដឹងថាអ្នកណាជាអ្នកសម្រេចចិត្តបាននៅក្រុងសាងថានេះវាយគេទៅប្រយ័ត្នកូនប្រុសទាវូល្អណាស់កូនប្រុសការពារឪពុកមែនទេនិយាយឲ្យពួកឯងបានដឹងថ្ងៃនេះពួកឯងត្រូវតែស្លាប់ទាំងអស់អ្នកដែលត្រូវស្លាប់គឺពួកឯងចៅប្រុសលោកតាថ្ងៃនេះពិតជាអ៊ូអរមែនតែនសំបីតែដារបស់ឯងក៏មកដែរហេតុអ្វីបានជាពាក្យឯកសន្តាននេះទៅមកទីនេះរើសអេតចាយមែនទេហ៊ានមិនគោរពជាមួយនឹងមេតបប្រមុខចាងមែនទេអ្វីទៅវីរៈសេនីសៀបលោកនិយាយថាគេគឺជាមេតបប្រមុខចាងតើលោកមានច្រឡំអ្វីទេខ្ញុំវីរៈសេនីសៀបបានដើរធ្វើសង្គ្រាមជាមួយនឹងលោកមេតបប្រមុខជាច្រើនឆ្នាំមកហើយតើលោកនេះនិយាយទៅថាខ្ញុំអាចចាំគាត់ខុសដែរទេទាវូលោកតារបស់លោកគឺជាមេតបប្រមុខដែលគេល្បីថាគ្មានគូស្ត្រូវនោះមែនទេលោកតាគឺជាមេតបប្រមុខខ្ញុំបាននិយាយហើយថាត្រូវនិយាយអត្តសញ្ញាណរបស់យើងឲ្យចៅប្រុសយើងដឹងតាំងពីដំបូងពេលនេះយ៉ាងម៉េចដែរធ្វើឲ្យចៅប្រុសយើងលំបាកយ៉ាងច្រើននឹងធ្វើឲ្យពួកគ្មានបានការនេះធ្វើបាបគេទៀតលោកតាខ្ញុំគឺជាមេតបប្រមុខបែបនេះម៉ាក់គឺជាកូនស្រីរបស់មេតបប្រមុខហើយនឹងជាប្រធានក្រុមហ៊ុនរបស់ក្រុមហ៊ុនវត្តញីមែនទេបែបនេះប៉ាខ្ញុំគឺជាត្រូវហើយប៉ាគឺជាប្រធានក្រុមហ៊ុនវត្តញីអ្នកបម្រើប៉ែជាប្រធានក្រុមហ៊ុនវត្តញីបានហើយមិនបាច់និយាយច្រើនទៀតទេពេលនេះដល់ពេលដែលអ្នកធ្វើបាបចៅប្រុសរបស់យើងត្រូវសងវិញមេតបប្រមុខចាងខ្ញុំខុសហើយចេញទៅមេតបប្រមុខចាងខ្ញុំគិតថាមនុស្សគ្មានបានការនោះច្រឡំគឺទាវូប្រសិនបើខ្ញុំដឹងថាគេជាអ្នកណាទោះវាយខ្ញុំឲ្យស្លាប់ខ្ញុំក៏មិនហ៊ានធ្វើបាបគេដែរអាកូនគ្មានបានការនៅមិនលោតជង្គង់សុំទោសលោកទាវូទៀតមែនទេទាវូមិនមែនទេខ្ញុំខុសហើយគឺមកពីខ្ញុំមកបាំងសូមអត់ទោសឲ្យខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនមែនខុសទេគឺខ្លាចប្រសិនបើថ្ងៃនេះខ្ញុំមិនមែនជាកូនប្រុសរបស់លោកប្រធានធំ
ច្បាស់ណាស់ថាពួកលោកនឹងធ្វើបាបពួកយើងដល់ស្លាប់លោកតាឮថានៅតូដែនមានគេយកទីស្ករមែនទេលើកថ្មមែនទេដូច្នេះយើងយកពួកគេទៅធ្វើទីស្ករនៅទីនោះទៅត្រូវហើយគំនិតល្អណាស់បែបនេះឆាប់ឲ្យពួកគេទៅតូដែនធ្វើជាទីស្ករនៅទីនោះទៅខ្ញុំមិនទៅទេខ្ញុំមិនទៅទេនាំពួកគេទៅទាវូខ្ញុំខុសហើយទាវូលើកទោសខ្ញុំផងខ្ញុំមិនទៅទេអត់ទោសឲ្យខ្ញុំផងនៅមានពួកឯងសូមលើកលែងជីវិតលោកមេតបចាងច្បាស់ណាស់ថាខ្ញុំតែងតែគ្រប់គ្រងឲ្យទាវូនិងកូនស្រីនៅក្បែរគ្នាក៏ព្រោះតែឡាហាជាអ្នកបង្ខំខ្ញុំទេទាវូលោកជួយពួកខ្ញុំសុំលោកតាបន្តិចទៅទោះយ៉ាងណាយើងក៏ជាប៉ាម៉ាក់ក្មេករបស់ហែងលោកតាត្រូវហើយទោះយ៉ាងណាគេក៏ជាប៉ាម៉ាក់ក្មេករបស់ចៅធ្វើអ្វីក៏មិនត្រូវហួសហេតុពេកដែរត្រូវទេទាវូនៃរបស់ក្មួយគឺបែបណាអ្នកទាំងពីរចាត់ទុកកូនស្រីរបស់ខ្លួនគឺជាកូនបង្កើតទេអ្នកទាំងពីរចាត់ទុកនាងដូចជារបស់ដែលលក់ចេញលក់ចូលអ្នកទាំងពីរតើសមជាប៉ាម៉ាក់គេទេអីញៀនកូនជួយប៉ាម៉ាក់សុំគេបន្តិចទៅខ្ញុំបាននិយាយហើយខ្ញុំបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្រូសាបាច់ចាប់ពីពេលនេះទៅខ្ញុំមិនមែនជាកូនស្រីរបស់ពួកលោកទៀតទេល្អណាស់ប្រសិនបើគ្មានទំនាក់ទំនងទៀតនាំពួកគេចេញក្រៅទៅកុំឲ្យមានរឿងជាមួយនឹងគ្រូសាយើងចាំសិនទោះយ៉ាងណាពួកគេក៏ធ្លាប់ចិញ្ចឹមបីបាច់អីញៀនដែរត្រូវទេអ៊ីញៀនថ្ងៃនេះក៏នឹងក្លាយទៅជាកូនប្រសារពេញសិទ្ធិរបស់ពួកយើងដូច្នេះថ្ងៃនេះខ្ញុំនឹងឲ្យការដូតធំបំផុតទៅអ្នកទាំងពីរទទួលទេទទួលប្រកាសណាស់ការដូតធំដែលខ្ញុំជូនអ្នកទាំងពីរគឺគ្រូសាបាច់ខ្សែធនអ្វីទៅខ្សែធនមែនទេបិទមាត់ទៅនេះក៏ព្រោះតែនាងលោកខ្លួនពេករឿងអ្វីក៏ចង់បានពេលនេះតយ៉ាងម៉េចវិញលោកប្រធានលោកស្រីសូមអ្នកទាំងពីរកុំឲ្យគ្រូសាខ្ញុំត្រូវខ្សែធនអីមនុស្សនៅទីណានាំគេចេញទៅកុំឲ្យគ្រូសាបាច់ខ្សែធនម៉ាក់កូនពិតជាមិនជឿទេថាអ្នកទាំងពីរគឺជាអ្នកមានជាងគេលើពិភពលោកកូនប្រុសប៉ាម៉ាក់បានបោកប្រាស់កូនប្រុសនឹងមិនបន្ទោសប៉ាម៉ាក់ទេមែនទេប៉ាម៉ាក់ខ្លាចថាកូនមិនអាចទទួលបានភ្លាមទើបព្យាយាមកុហកកូនរឿងកាលមុនកូននឹងមិនយកទោសអ្នកទាំងពីរទេប៉ាម៉ាក់ច្បាស់ណាស់ថាមិនមានរឿងអ្វីដែលលាក់បាំងកូនទៀតទេប៉ាសន្យាជាមួយកូននឹងមិនលាក់បាំងកូនអ្វីទៀតទេម៉ាក់ក៏សន្យាជាមួយកូនបានកូននឹងលើកលែងទោសឲ្យប៉ាម៉ាក់បន្តពិធីយើងទៀតទៅបានពិធីមង្គលការរបស់អ្នកស្រីលោកប្រុសចាប់ផ្ដើមលោកស្រីលោកប្រុសមេប៉នាគ្រីរបស់យើងមានរឿងហើយសូមទៅជួយជាបន្ទាន់ការពារប៉របស់យើងប៉ាម៉ាក់ថែមទាំងជាមេប៉នាគ្រីទៀតមែនទេ